អរគុណអូនសម្រាប់សំណួរសម្រាប់ការខមមិនសួរបងទាក់ទងជាមួយនឹងធ្វើម៉េចដើម្បីឲ្យផ្លូវចិត្តរបស់យើងនឹងកាន់តែប្រសើរឡើងអត់ថមថយហើយមានតែរីកចម្រើនចឹងទាក់ទងនឹងចំណុចខ្លាំងនេះខ្ញុំសូមបញ្យល់ទាក់ទងជាមួយនឹងការសន្សំលុយវិញគឺវាអត់ខុសគ្នាពេលអ្នកនរគ្នាទទួលបានថវិកាមួយកញ្ចប់មកតែយើងត្រូវចំណាយទៅទាំងអស់តែម្ដងឬក៏យើងដកអន្សំខ្លះចឹងនៅពេលដែលយើងដកអន្សំខ្លះពេលណាមួយដែលយើងត្រូវជាការចំណាយបន្ទាន់ឬក៏យើងត្រូវការចំណាយអីដែលចាំបាច់ដែលយើងអត់បានព្រៀងទុកគឺយើងមានលុយអន្សំដើម្បីជួយជំនួយទៅដល់រឿងហ្នឹងអញ្ចឹងផ្លូវចិត្តយើងក៏ដូចគ្នាមិនមែនថាគ្រប់ការងារគ្រប់បញ្ហាគ្រប់រឿងទាំងអស់ដែលយើងបានជួបយើងត្រូវតែយកខ្លួនឯង100%កម្លាំងចិត្តអស់ពីខ្លួនដើម្បីទៅធ្វើទេពីព្រោះរឿងខ្លះវាអត់ត្រូវការឲ្យយើងត្រូវប្រើកម្លាំងអស់ពីខ្លួនទេវាដោយសារតែរឿងខ្លះក៏វាអត់ត្រូវចាំបាច់ឲ្យយើងទៅគិតវែងឆ្ងាយទៅអង្គុយវិភាគឬក៏ទៅបកស្រាយច្រើនដែររឿងខ្លះគឺគ្រាន់តែមកកាត់មុខយើងគ្រាន់តែឲ្យយើងដឹងថាអូរឿងនេះគឺវាអញ្ចឹងយើងអត់គួរធ្វើទៀតទេយើងគួរតែមិនឈប់ឬក៏យើងគួរតែផ្លាស់ប្ដូរវាអត់ចាំបាច់ត្រូវឲ្យយើងគ្រប់រឿងដែរដែលយើងបានជួបឬគ្រប់រឿងដែលយើងបានទទួលយើងត្រូវតែធ្វើឲ្យខ្លួនឯងនឹងដោះស្រាយបានល្អគ្រប់រឿងឯងយើងត្រូវចេះសន្សំថាមពលយើងទុកខ្លះពីព្រោះដោយសារថាមពលផ្លូវចិត្តរបស់យើងកើតឡើងដោយសារតែស្នាមញញឹមរបស់យើងកើតឡើងដោយសារតែការគិតវិជ្ជមានរបស់យើងកើតឡើងដោយសារតែការថែសុខភាពរបស់យើងក៏កើតឡើងដោយសារការគេងគ្រប់គ្រាន់កើតឡើងដោយសារការញ៉ាំរបស់ល្អៗដែលមានគុណភាពក៏ដូចជាថាមពលដល់ជីវិតរបស់យើងដូចគ្នាដល់កម្លាំងខ្លួនរបស់យើងដូចគ្នាទៅធ្វើឲ្យសេចក្តីសុខផ្លូវចិត្តរបស់យើងនឹងមានកម្លាំងដែរអញ្ចឹងបើសិនជាយើងយកគ្រប់រឿងដែលយើងបានជួបយើងដាក់នៅក្នុងខ្លួនគិតទាំងអស់គ្រប់រឿងឲ្យម្លងសម្បីតែមួយយូរមិនឆាប់តែអ្នកនរគ្នាខំប្រឹងថែមមិនក៏ផ្លូវចិត្តរបស់យើងមិនអាចពេលខ្លះអាចថាមិនឡើងទេតែវានៅដដែលឬវាអាចធ្លាក់ចុះទៅទៀតអញ្ចឹងវារៀងត្រូវធ្វើគឺត្រូវតែកុំប្រើអស់ពេកអន្សំខ្លះរឿងណាត្រូវការយើងគិតគូរច្រើនតែយើងគិតរឿងណាដែលគ្រាន់តែយើងគ្រាន់តែដឹងគ្រាន់តែលឺក៏ដឹងលឺឲ្យចោលទៅហើយរឿងណាដែលយើងគ្រាន់តែដឹងលឺឲ្យទុកក៏ដឹងលឺឲ្យយើងកត់ទុកទៅយើងអត់ចាំបាច់ត្រូវយកវិភាគគ្រប់រឿងរ៉ាវពេកឯងព្រោះដោយសារវានឹងធ្វើឲ្យយើងមានអារម្មណ៍ថាយូរទៅយើងនឹងធុញទ្រាន់ជាមួយនឹងការគិតរបស់ខ្លួនឯងហេតុអីបើយើងគិតច្រើនម៉េចហេតុអីបើយើងអាចម្លងរឿងណាមួយសោះអញ្ចឹងវាទៅជាមានសម្ពាធដល់ខ្លួនឯងវិញ